តួឯកស្រីរបស់យើងពេលនេះនាងលួចចេញមកដើរលេងនៅខាងក្រៅជាមួយនឹងបងស្រីរបស់នាងខុនហាបានប្រាប់អៀណាថាបើសិនមានរបស់ដែលចង់បានចាប់អារម្មណ៍អីអាចប្រាប់បងស្រីបានព្រោះតែយូរទៅមិនបានចេញមកដើរលេងនៅខាងក្រៅម្ដងអៀណាប្រាប់ថាចាបងស្រីតែនៅពេលនោះដែរមានមនុស្សមកចោមរោមខុនហាច្រើនខ្លាំងមែនទែនព្រោះតែនាងគឺជាស្រីស្អាតឯណាគឺមកចោមរោមចឹងឯងអត់មានបិទបាំងមុខមាត់អីបន្តិចតែព្យាយាមទៅជួយដែរតែជួយមិនបានគេជន់បាក់កងងាប់មនុស្សច្រើនណាស់ពេកខុនហាគឺជាបងស្រីបង្កើតរបស់អៀណាហើយអ្នកដែលសេរឿងនេះឡើងមកគឺជានាងដែលជាតិមុនឈ្មោះថាសាតូឥឡូវនេះនាងបានផ្លាស់ប្ដូរសាច់រឿងអស់ហើយផ្លាស់ប្ដូររហូតដល់តួឯកស្រីនៅក្នុងរឿងដូចជាខុនហានាងអត់មានវេទមន្តទេនិយាយរួមគឺវេទមន្តអត់ទាន់ភ្ញាក់ទោះបីនាងវេទមន្តរបស់នាងមិនទាន់ភ្ញាក់តែនៅពេលនេះនាងគឺហត់ខ្លាំងមែនតើព្រោះស្អីស្អាតស្រីស្អាតអញ្ចឹងធ្វើអីក៏ពិបាកដែរមានតែមនុស្សចាំមើលអៀណាគិតថាមិនកើតទេយើងត្រូវតែប្រញាប់ទៅជួយខុនហាហើយបើសិនជាខុនហាមានស្នាមរបួសតែបន្តិចនាងប្រកាសជាត្រូវសនឹងយកជីវិតមិនខាននាងកំពុងតែចូលទៅជួយខុនហាតែដល់ពេលដែលគ្រប់គ្នាឃើញមុខរបស់នាងពួកគេនាំគ្នាខ្លាចឲ្យរត់គេចទៅអស់ហេតុអីបានជារើសអើងម៉េះទាំងដៃនាងគឺជាអ្នកដែលសេរឿងនេះសោះពេលនោះដែរសូលបានដើរចូលមកហើយនិយាយថាការដែលខុនហាមកទីក្រុងដែលចាប់បុរាណបែបនេះប្រកាសជាមានរឿងអ្វីមួយហើយមែនអត់មុននឹងប្រាប់ទៅកាន់អៀណាថាមក Lady ខ្ញុំមកទទួលហើយអៀណាឃើញហើយនាងពិតជាខ្លាចខ្លាំងមែនទែនព្រោះនាងគឺជាតួអាក្រក់ក្នុងរឿងមួយនេះខ្លាចគេខុសការស្លាប់ដោយបានដឹងចឹងគ្រប់រឿងអីតួអាក្រក់គឺមានតែស្លាប់នឹងស្លាប់ទេអត់មានរស់ទេពេលត្រឡប់មកដល់ភូមិគ្រឹះវិញខុនហាព្យាយាមបកស្រាយថាអ្នកដែលនាំទៅទីនោះគឺជានាងឃើញថាអៀណាប្អូនស្រីរបស់នាងដេកឈើឡើងច្រើនថ្ងៃចង់នាំទៅមើលពិភពលោកនៅខាងក្រៅដល់សែនស្រស់ស្រាយខ្លះហើយចំណែកអៀណានាងក៏បានទិញតុក្កតាមកផ្ញើយូមីនឹងគេចង់ទៅជាមួយនាងខ្លាំងណាស់លួចទៅអត់មានហៅទៅទេអៀណាប្រាប់ថានាំមិនបើគេកេងលក់នឹងជីណូវ៉ាតគេត្រូវតែស្ដីឲ្យបន្តិចហើយព្រោះម្ដងនេះគឺគេមិនយល់ស្របពេតមែនព្រោះតែវាមានការចាប់ស្រីស្អាតជាច្រើននេះស្រីស្អាតនៅក្នុងទីក្រុងគឺបាត់ខ្លួនសាបសូន្យហើយគេក៏មិនចង់ឲ្យខុនហាធ្លាក់ខ្លួនជាម្នាក់ស្រីក្នុងចំណោមនោះដែរនាងប្រាប់ថាមិនអីទេដោយសារនាងមានជីណូវ៉ាតហើយនឹងសូលចាំការពារនាងគិតថាទាំងពីរនាក់នឹងប្រកាសជាការពារនាងបានសូលពិតជាអៀនខ្លាំងណាស់ជីណូវ៉ាតបានប្រាប់ទៀតថាគេក៏ស្រឡាញ់ខុនហាដូចគ្នាដែរមើលអ្នកនិពន្ធរបស់យើងនឹងគឺលើកភ្លើងកវីកវត្តនេះហើយគឺជាមន្តស្នេហ៍របស់តួស្រីយើងពេលនោះដែរមានមនុស្សចូលប្រាប់ថាមានអ្នកចង់ជួបខុនហាសូលប្រាប់ថាជួបអីខុនហាមិនមានការណាត់ជួបទេថ្ងៃនេះគេម្នាក់នោះបានចូលមកប្រាប់ថាគេគឺជាអ្នកដែលបានណាត់នាងគេមកពីទីភ្នាក់ងារទី2តបមើលថែសុវត្ថិភាពរបស់នគររ៉ូសដែលគេនោះមានឈ្មោះថាឆេណូនិយាយទៅគេគឺជាប៉ូលីសគេមកទីនេះដើម្បីមកដាស់តឿនខុនហាព្រោះតែនៅពេលនេះកូនស្រីរបស់អភិជនផ្សេងទៀតបាត់ខ្លួនអស់ហើយនៅមាននារីមុខមាត់ស្អាតបាត5នាក់ទៀតដែលត្រូវបាត់ខ្លួនដោយអាថ៌កំបាំងអ្នកដែលបាត់ខ្លួនគឺសុទ្ធតែមានមុខមាត់ស្អាតបាត់សុទ្ធតែស្រីស្អាតឆេណូនឹងគិតថាគោលដៅបន្ទាប់អាចជាខុនហាក៏ថាបានដែរខុនហាពិតជាខ្លាចខ្លាំងមែនទែនតែបានជាទៅផ្អែកនឹងខ្លួនរបស់ជីណូវ៉ាតហេតុអីមានអារម្មណ៍ថាអៀណានឹងគូបុគ្គលិកលក្ខណៈឲ្យតួឯកស្រីនឹងហិចមិនទេអៀណាបានគិតថាឬមួយផ្លត់រឿងនេះវាកំពុងតែដៃដណ្ដងទៅតាមសាច់រឿងក្នុងប្រឡោមលោកដែលនាងបានគូចុះបញ្ចប់ខុនហានឹងត្រូវបានគេចាប់ខ្លួនហើយគ្រប់គ្នានឹងដាក់ការសង្ស័យមកលើអៀណានាងកំពុងតែបែរទៅមើលមុខរបស់ឆេណូតែគេនឹងប្រាប់ថានាងកំពុងតែព្រួយបារម្ភអ្វីមែននាងកំពុងតែគិតថាខ្លួនឯងនឹងត្រូវគេចាប់ខ្លួនទៅមែនអត់តែកុំព្រួយបារម្ភអីចុះនិយាយចង់បានន័យថាមិនចង់ថាយើងអត់ស្អាតមិនបានគេអត់ចាប់អៀណាគិតថានាងគួរតែរំលឹកសាច់រឿងឲ្យបានឆាប់រហ័សជាងនេះមិនគួរយឺតបែបនេះសោះពេលនោះសូលបានមកសួរនាងថានាងកើតអីអត់កើតដែលនាងទៅតំបន់ចាស់បុរាណបែបហ្នឹងវានឹងកើតគ្រោះថ្នាក់ដល់នាងព្រោះតែនាងមិនទាន់ជាសះស្បើយទេគេចង់ឲ្យនាងទៅសម្រាប់ឲ្យជាសះស្បើយសិនទៅតែអៀណានឹងគិតថាគេកំពុងតែព្រួយបារម្ភឬកំពុងតែបណ្ដេញនាងទឹកមុខរបស់គេនឹងការបញ្ចេញអារម្មណ៍នឹងអត់មានខុសគ្នាអីបន្តិចដូចគ្នាមុខឡើងរៀបស្មើតែណាចោះនាងសុំខ្លួនទៅសម្រាប់សិនហើយក៏អរគុណគេដែរដែលបានព្រួយបារម្ភនាងមិនប្រាប់ទៅកាន់យូមីថាមិនបាច់តាមមកទៀតទេក្នុងចិត្តរបស់អៀណាគេថាដែលនាងបែកខ្លួនមកនៅម្នាក់ឯងបែបនេះគឺកំពុងតែរំលឹកដល់សាច់រឿងរបស់ប៉ូលីសម្នាក់នោះថាសាច់រឿងរបស់គេមិនខ្លះនាងត្រូវតែនឹកឲ្យឃើញពីការត្រូវគេចាប់ខ្លួនត្រូវតែអង្គុយរំលឹកសាច់រឿងឲ្យអស់បើមិនចឹងទេគេមិនផុតពីផ្លូវចូលនរកទេ1ម៉ោងកន្លងផុតទៅនាងព្យាយាមគិតមិនក៏គិតមិនចាញ់នាងបានគូសាច់រឿងដែលនាងចងចាំបាននៅលើกระดาษគូហើយកែកចោលគូហើយហាយចោលនាងមិនដាឃើញហើយគឺភ័យខ្លាចខ្លាំងមែនទែនអ្នកនាងអៀណាយើងឈួតបាត់ហើយអៀណាគឺថាមិនពិតទេនាងគ្មានថ្ងៃភ្លេចសាច់រឿងដែលនាងសេឡើងមកដល់ផ្ទាល់ដៃបានទេព្រោះកាលនៅអនុនាងពិតជាងប់ងល់នឹងរឿងស្រីស្អាតដែលធ្លាក់នៅក្នុងគ្រោះថ្នាក់បំផុតគឺនាងដូចជាស្រឡាញ់ងប់ងល់នឹងរឿងដាច់ទាំងអស់នេះខ្លាំងណាស់គូឲ្យតួឯកស្រីខុនហាត្រូវគេចាប់ខ្លួនខ្លះហើយគូឲ្យនាងនឹងខ្លាចជាពនាងកេងលក់ខ្លះហើយមានទាំងវិញ្ញាណចេញពីរូបរាងកាយទៀតផងហើយគិតថាពេលកេងលក់ភ្ញាក់ឡើងម្ដងទៀតនាង
ប្រកាសជាត្រូវបានគេកោះហៅទៅភពផ្សេងមួយទៀតតែពេលវេលាកន្លងផុតទៅយូរប៉ុណ្ណានាងនៅតែមិនបានទៅដដែលម៉ាក់នឹងប្រាប់ឲ្យនាងខិតខំអានសៀវភៅនាងប្រាប់ថាខំរៀនទៅអីបើសិននៅភពផ្សេងព្រះជាគង់តែដាក់ទោសយើងដដែលម៉ាក់នឹងបញ្យល់ថាកូនស្រីយើងសម័យសម័យដល់រឿងអីនាងឡើយតែរស់នៅក្នុងភាពសម័យសម័យរហូតការសិក្សារបស់នាងកាន់តែធ្លាក់ចុះនឹងច្បាស់ណាស់ព្រះជាម្ចាស់កំពុងតែដាក់ទោសនាងឬមួយនាងឡើយតែសម័យសម័យរហូតបានសេសាច់រឿងចូលក្នុងសភៅនាងមានអារម្មណ៍ថាខ្លួនឯងនឹងភ្លេចរឿងអ្វីមួយហើយបើសិនរឿងនោះនាងសេឡើងមកដល់ផ្ទាល់ដៃនាងគ្មានផ្លូវផ្លេចទេមើលទៅពេលនេះគ្រប់គ្នាប្រហែលកំពុងតែនិយាយភាសាគ្នាហើយនាងនឹងលួចស្ដាប់ពួកគេបាននិយាយដល់ស្រីដែលត្រូវបានគេចាប់ខ្លួនឆៃណូគេមានអារម្មណ៍មួយទៅបានជាសុំខ្លួនទៅបន្ទប់ទឹកមួយផ្លែតឯណាគិតថាបើសិននាងសេខ្លួនឯងនាងមិនគួរភ្លេចទេគេបានប្រាប់ថាត្រូវបានចាប់ខ្លួនទៅឡើង5នាក់ចឹងបានន័យថាលើ5នាក់ទៀតនិយាយរួមទៅវាមានរឿងអីកើតឡើងឲ្យប្រកបហើយពេលនេះការសន្ទនាខាងក្នុងដូចស្ងាត់ហើយនាងនឹងលួចចូលទៅខាងក្រោមដើម្បីស្ដាប់ទៀតពេលនោះដែរ Channel គេបានចេញមកល្មមទៅបានជឿឃើញអ្នកនាងជាណាមកលួចស្ដាប់ពួកយើងអីចឹងពួកយើងត្រូវតែសុំចាប់ខ្លួនអ្នកនាងទៅស៊ើបសួរខ្លះហើយនៅសុកគេបានចាប់នាងមកសួរចម្លើយការសួរចម្លើយរបស់គេគឺដូចជាអាក្រក់ក្រីខ្លាំងណាស់គេបានសួរនាងថាពាក់ព័ន្ធនឹងរឿងនេះឬអត់ហេតុអីបានជាមកលួចស្ដាប់បែបនេះនាងគិតថាបែប Channel នឹងជាអ្នកណាប្រកបហេតុអីបុគ្គលិកលក្ខណៈគេចម្លែកអញ្ចឹងឆៃណូបានប្រាប់ឲ្យអៀណាទទួលស្គាល់ទៅថានាងគឺជាអ្នកដែលចាប់ខ្លួនស្រីទាំងអស់នោះព្រោះក្នុងចំណោមស្រីដែលបាត់ខ្លួននោះមានស្រី3នាក់ដែលត្រូវបានអញ្ជើញទៅចូលរួមនៅក្នុងកម្មវិធីហើយតែងតែត្រូវអៀណាធ្វើបាបនាងជាមនុស្សស្រីដែលធ្វើបាបគេដោយចិត្តគុំគួនរឿងអត់ប្រយោជន៍មិនចម្លែកទេបើសិននាងជាអ្នករៀបកម្រងការចាប់ខ្លួនពួកនាងអៀណានឹងខឹងខ្លាំងមែនទែនរឿងស្អីបានជាមកចោទប្រកាន់នាងបែបនេះគេមិនមានភស្តុតាងហើយនាងក៏មិនបានចាប់ខ្លួនគេបានសួរនាងថានាងចាំមិនបានទៀតថាគេជាអ្នកណាគេគឺជាអ្នកដែលសម្រុកចូលទៅចាប់នាងនៅក្នុងប្រាសាទលើកមុនហើយប្អូនស្រីរបស់គេត្រូវបានគេចាប់ខ្លួននាងប្រហែលជាចំណែនប្អូនស្រីរបស់គេទើបបានជាធ្វើបាបនាងនៅពេលនោះគេគួរតែចោលមុខងារជាប៉ូលីសនោះហើយសម្លាប់នាងទៅគេកំពុងតែធ្វើបាបនាងតែនៅពេលនោះដែរយូមីបានចូលមកហើយចូលមកហានគេសូក៏បានចូលមកក្នុងដូចគ្នាដែរសួរថាមានរឿងអីកើតឡើងអៀណាគិតថាបើសិនជាគ្រប់គ្នាដឹងថានាងកំពុងតែត្រូវបានប៉ូលីសម្នាក់នេះសង្ស័យនោះចូលប្រកាសជាសម្លាប់នាងចោលមិនខានទើបបានជាអៀណាប្រាប់ថាមិនអីទេលោកប៉ូលីសម្នាក់នេះគ្រាន់តែមករៀនពីរបៀបការពារខ្លួនឲ្យនាងតែប៉ុណ្ណោះឯងព្រោះនាងចង់មានវិជ្ជាការពារខ្លួនចាប់ខ្លួនខ្លះឆាណូមិនយល់នាងកំពុងតែនិយាយដល់រឿងអីឬកំពុងតែលេងធ្វើជាទោះអត់ដឹងខ្យល់អីតែគេក៏ប្រាប់ថាថ្ងៃនេះគេសុំខ្លួនសិនហើយផ្ដាំប្រាប់អ៊ីហាណាឲ្យទៅប្រាប់ខូនហាតផងថាបើសិននាងមានកំណត់អាក្រក់នោះភាពយុត្តិធម៌នឹងមិនដោះលែងនាងនោះទេអ៊ីហាណាធូរទ្រូងខ្លាំងមែនទែនពេលគេព្រមចេញទៅថ្ងៃបន្ទាប់អ៊ីហាណាបានមករកខូនហាជីនូហ្វននិងខូនហានឹងភ្ញាក់ពីព្រលឹមម៉េះមានរឿងអីមែនជីនូហ្វនបានគិតថាពេលនេះខូនហាកំពុងតែធ្លាក់នៅក្នុងគ្រោះថ្នាក់ទើបគេត្រូវតែរក្សាសុវត្ថិភាពជូននាងឲ្យតឹងរឹងជាងនឹងទៀតអ៊ីហាណាលឺហើយធូរទ្រូងខ្លាំងណាស់ពេលនោះមានសម្បត្តិអញ្ជើញឲ្យពួកគេចូលរួមពិធីជប់លៀងផងដែរសម្បត្តិអញ្ជើញរបស់ព្រះនាងអាម៉ាលីដែលត្រូវជាប្អូនស្រីរបស់រ៉ូសអ៊ីហាណាប្រាប់ថាបងស្រីអស្ចារ្យខ្លាំងណាស់ទទួលបានការអញ្ជើញពីនាយកទៀតផងតែនាងបែរជាមានអារម្មណ៍ប្លែកថាហេតុអីវាត្រង់ពេលគ្នាល្អម្លេះមានការបាត់ខ្លួនរបស់ស្រីស្អាតហើយមានការអញ្ជើញទៅចូលរួមពិធីជប់លៀងបែបនេះតែគិតថាខូនហាប្រហែលមិនចូលរួមទេខូនហានាងប្រាប់ថាស្ញើអេសាពីនាងអាម៉ាលីសយូរណាស់ហើយនាងចង់ទៅចូលរួមកម្មវិធីម្ដងនេះហើយចង់ឲ្យអ៊ីណាទៅជាមួយដែរអ៊ីណាគិតថាមកអីពិតមែនព្រោះនាងមិនដឹងពីអនាគតសោះផ្លូវមរណៈរបស់នាងម្ដងនេះក៏មិនទាន់បានដោះទានមកអីពិតមែននេះនៅថ្ងៃកម្មវិធីនៅប្រាសាទនេះពីមុនជាទីតំបន់រីងស្ងួតមានត្រឹមតែទឹកពុះធម្មជាតិតែប៉ុណ្ណោះតែដល់ពេលអាម៉ាលីសមកគ្រប់គ្រងនៅទីនេះនាងបានយកទឹកពុះនឹងទៅប្រើប្រាស់ដើម្បីសម្រស់រហូតនគរមួយនេះលូតលាស់ឡើងមកអ៊ីណានាងមិនចាប់អារម្មណ៍រឿងនេះទេប៉ុន្តែខូនហាពិតជារំភើបចិត្តខ្លាំងណាស់ព្រោះនៅទីបំផុតបានចូលជាមួយនឹងព្រះនាងសម្រស់ហើយពេលនោះដែរនាងក៏បានបង្ហាញខ្លួនហើយអាម៉ាលីសដែលល្បីឈ្មោះរឿងសម្រស់ក្នុងកម្មវិធីនេះមានទាំងស្រីស្រស់ប្រុសស្អាតនៅពេលនោះអាម៉ាលីសក៏បានចូលមកនិយាយជាមួយនឹងខូនហានាងគឺជា lady មកពីតកូល Magnolia មែនអត់មើលក៏ដឹងដែរព្រោះសម្រស់របស់នាងមានតែមួយគ្មានពីរធ្វើឲ្យអ៊ីណាឃើញហើយអត់ផ្សេងប៉ុន្មានទេអាម៉ាលីសបានប្រាប់ខូនហាថាមិនភ្លេចខ្លួនដែរស្រីស្អាតត្រូវគេចាប់ខ្លួននោះទៅដែលអញ្ជើញមកចូលរួមកម្មវិធីនេះព្រោះតែចង់ឲ្យនាងមានអារម្មណ៍ស្រស់ស្រាយដូច្នេះហើយកុំព្រួយបារម្ភអីឲ្យប៉ូលីសរបស់យើងជាអ្នកមើលថែចោះជាទីភ្នាក់ងារតែមួយជាមួយនឹង Channel នឹងឯងអ៊ីណាលឺហើយនឹងចង់ដាច់ផ្ងាបន្ទាប់មកអ៊ីណានឹងផឹកស្រាច្រើនខ្លាំងមែនតើរហូតសូចូលប្រាប់ថាផឹកល្មមបានហើយក៏ល្មមខ្លាំងពេកអ៊ីណាមានអារម្មណ៍ថាខ្លួនអប់សុខខ្លាំងមែនតើដល់អញ្ចឹងយកយំមីមកដែរតែអ្នកណាតែដឹងគេមិនឈឺចំថ្ងៃនេះល្មមនាងព្យាយាមទៅនិយាយជាមួយនឹងមិត្តស្រីផ្សេងប៉ុន្តែពួកនាងពេលបានឃើញអ៊ីណាព្យាយាមជះចេញឆ្ងាយហើយនៅបដងក្បាលគ្នានិយាយដើមនៅមុខថានាងបីសាច់ម្នាក់នោះមកនិយាយជាមួយយើងដែរហើយមួយថ្ងៃឃើញដើរតាមតែខូនហាមិននឹកស្មានសោះថាជាបងស្រីកម្ពុជាឈ្នានេះដល់ថ្នាក់នេះខុសពីខូនហាមកជំហានគឺតែងតែមានមនុស្សចូលមកនិយាយចូលរករហូតចឹងហើយបានសំជាតួឯងស្រីនៅក្នុង
រឿងខណៈពេលនោះដែរមានមនុស្សដើរមកបុកអៀណាព្យាបាលខ្លាំងណាស់ខ្មោចមែនតែមិនខ្មោចទេនឹងគ្រាន់តែធ្វើស្រាទៅពីងបាច់ជូរកពប់លើខ្លួនឯងតែប៉ុណ្ណោះឯងអៀណាផ្លិចឲ្យឈឹងចាំមិនបានសោះតែមានផ្លុតបែបនេះដែរនាងប្រាប់ថាមិនអីទេតែផ្លាប់ដុសសម្លៀកបំពាក់សិនទៅណាខណៈពេលនោះនាងកំពុងតែនឹកដល់តារបស់នាងដែលធ្វើស្រែកំពប់អៀណាបានឲ្យនាងយកសម្លៀកបំពាក់របស់នាងទៅពាក់សិនទៅព្រោះតែយូមីនឹងយកសម្លៀកបំពាក់មកញាត់ក្នុងកាបូបរបស់នាងតែពេលណាក៏មិនដឹងមើលទៅវាល្មមនឹងនាងខ្លាំងណាស់នាងម្នាក់នោះប្រាប់ថាខ្ញុំហាក់ដូចជាកាយចិត្តខ្លាំងណាស់ឲ្យខ្ញុំខ្ចីបែបនេះល្អហើយអីអៀណាសួរថានាងមានរឿងអីបានជាប្រឡាក់បែបហ្នឹងតែនាងដូចជាមិនចង់និយាយទេទៅបានជាអៀណាប្រាប់ថាអូមិនអីទេបើមិនចង់និយាយក៏មិនអីដែរនារីម្នាក់នោះក៏ថារឿងបែបនេះមិនគួរទៅនិយាយឲ្យនរណាស្ដាប់ទេហើយអៀណានាងក៏ជាអ្នកដែរស្ដាប់ដែលល្អខ្លាំងណាស់អាចនឹងយល់បញ្ហារបស់សានុតែនាងមានអារម្មណ៍ថានារីម្នាក់ស្អាតខ្លាំងណាស់ស្អាតមួយបែបពីខុនហានាងបាននិយាយថានាងគឺជាកូនប្រពន្ធទី2នាងបានបាត់បង់ម្ដាយទៅបានជានាងត្រូវផ្លាស់មកនៅក្នុងភូមិគ្រឹះជាមួយនឹងឪពុករបស់នាងប៉ុន្តែបងស្រីរបស់នាងរួមទាំងម្ដាយរបស់នាងមិនពេញចិត្តនឹងនាងទេនាងត្រូវបានទទួលការអញ្ជើញពីព្រះនាងអាម៉ាលីសឲ្យមកចូលរួមកម្មវិធីម្ដងនេះប៉ុន្តែមិននឹកស្មានសោះថាបងស្រីរបស់នាងយកស្រាមកចាក់លើខ្លួននាងតែក្តីយើងទាំងពីរនាក់ហ្នឹងមិនទាន់ចេះរកលុយផងនៅចៃលុយម៉ែឪទេតែធ្វើខ្លួនបែបនេះទៀតនាងតួអាក្រក់ដូច្នេះនេះយ៉ាងណាប្រាប់ថាចិត្តតិចសិនតែរៀមនៅនោះប្រាប់ថាយើងនិយាយគ្នាយូរហើយតែនាងមិនទាន់ដឹងទេថាអៀណាជាអ្នកណាគេអៀណាប្រាប់ថានាងគឺជាកូនស្រីរបស់លោកខោននារីម្នាក់នោះប្រាប់ថាទូត្រង់ខ្លាំងណាស់ខ្ញុំក៏ជាកូនស្រីរបស់លោកខោនដែរនាងមានឈ្មោះថាមេណូខាមីលីអេណាដូចមិនប្រហែលឈ្មោះរបស់នាងទេឯដោយសារតែនាងគឺជាកូនស្រីអភិជនថ្នាក់ខ្ពស់ហើយមើលទៅបានជាមិនដែលដឹងពីរឿងកន្លងមករបស់អេណាពេលនោះដែរសូលនិងជីនូហ្វ័រនឹងបានមកតាមអេណាទៅបានជាមេណូនឹងសុំខ្លួនទៅសិនហើយនាងក៏ថាខូនហាឡោមពោះទៅដោយមនុស្សប្រុសឬមួយកាលពីមុននឹងអេណានាងភ្លេចខ្លួនបង្កើតតួអង្គស្រីឡើងមកដែរនាងតែគូមនុស្សប្រុសដែរគួរឲ្យស្រឡាញ់ដូចជាមនុស្សស្រីឲ្យមកស្រឡាញ់ខូនហារហូតហើយក៏ថាបើសិនខូនហាមានបងប្អូនស្រីដែរគឺល្អខ្លាំងណាស់វានឹងមានអារម្មណ៍មួយបែបទៀតគឺប្រភេទ GL បើភាសាជប៉ុនគេហៅ Yuri ឬមួយនាងធ្វើខុសអ្វីមួយហើយនារីមិញនេះមកពីតកូលខាមីលីទៀតផងជាមនុស្សដែលខុសប្លែកពីខូនហាខ្លាំងណាស់ពេលនោះដែរអេណាបានឃើញគ្រឿងអលង្ការដែលនាងបានធ្វើធ្លាក់មើលទៅទំនងជាក្រវិលដែលមានពណ៌ស្វាយហើយរឿងជាតួអាក្រក់ក្នុងបឡំលោកខ្លួនឯងក៏បានស្លើត្រឹមនឹងសូមអ្នកទាំងអស់គ្នារងចាំតាមដាននៅភាគបន្តសម្រាប់ថ្ងៃនេះសូមអរគុណសូមជម្រាបលា